ម្ចាស់បទដនថៃធូមីវ៉ាន់ជំណូចេញមកសុំទោសនឹងសាងភាពស្អាតស្អំនៅទង្វើមានកប3ចំពោះអុកញ៉ាព្រៀបសុវត្ថិនិងសុវត្ថិមនីនាដោយមើលឃើញពីកំហុសខុសឆ្គងរបស់ខ្លួនលោកវ៉ាន់ជំណូម្ចាស់បទដនថៃធូមីបានចេញមកសុំទោសជាសាធារណៈនៅទង្វើមានកប3របស់ខ្លួនចំពោះអុកញ៉ាព្រៀបសុវត្ថិនិងតារាចម្រៀងសុវត្ថិមនីនាហើយលោកអិនជន់កាលពីពេលកន្លងមកនេះតាមរយៈលិខិតសុំទោសរបស់អុកញ៉ាព្រៀបសុវត្ថិលោកវ៉ាន់ជំណូបានរៀបរាប់ពីសកម្មភាពដែលខ្លួនបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លើសទៅដល់លោកអុកញ៉ានិងក្រុមគ្រួសារដែលតាមរយៈសកម្មភាពនិងទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់កិត្តិយសកតនាមសេចក្តីថ្លៃថ្នូរនិងមុខរបរការងាររបស់សុវត្ថិមនីនាថនិងគ្រួសារលោកអុកញ៉ាព្រៀបសុវត្ថិជាមួយនឹងការដឹងកំហុសនេះលោកវ៉ាន់ជំណូក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះសកម្មភាពទាំងអស់និងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនិងទទួលស្គាល់ថាដោយសារតែខ្លួនមានការយល់ច្រឡំនិងមិនបានគិតគូរពិចារណាឲ្យបានវែងឆ្ងាយក្នុងរឿងនេះលោកវ៉ាន់ជំណូក៏បានទទួលស្គាល់កំហុសនិងសន្យាថាមិនធ្វើទង្វើណាមួយប៉ះពាល់ដល់លោកអុកញ៉ាព្រៀបសុវត្ថិនិងក្រុមគ្រួសារទៀតនោះទេជំរុញនឹងរឿងនេះផងដែរលោកអុកញ៉ាព្រៀបសុវត្ថិក៏បានលើកឡើងថានៅក្នុងនាមជាជនជាតិខ្មែរមុននឹងខមមិនឬសេអ្វីមួយត្រូវភ្ជាប់នៅសិលធម៌សុជីវធម៌វប្បធម៌ដែលទាំងអស់នេះអាចស្ដែងឡើងនៅសិលធម៌វប្បធម៌សង្គមរបស់យើងមួយផងដែរសូមជម្រាបជូនថាកាលពីថ្ងៃទី13ថ្ងៃទី15ខែវិច្ឆិកាកន្លងមកលោកវ៉ាន់ជំណូបានធ្វើការចែករំលែក share comment បង្ហោះនៅលើបណ្ដាញ Facebook និង YouTube ដែលបានប្រើពាក្យប្រៀបធៀបនិងបង្អាប់ប្រមាថមើលងាយនិងអះអាងបំភ្លើសទៅដល់លោកអុកញ៉ាព្រៀបសុវត្ថិនិងក្រុមគ្រួសារដែលមានទង្វើទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោកអុកញ៉ានិងក្រុមគ្រួសារផ្ទាល់តែម្ដង។